សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះនេះខ្ញុំចង់មកបង្ហាញបងប្អូនទាំងអស់គ្នាអំពី app មួយដែលយើងតែងតែនិយមប្រើទិញអីវ៉ាន់ពីកូរ៉េមកប្រើប្រាស់នៅខ្មែរដោយខ្លួនឯងបងប្អូនapp ហ្នឹងគឺមានឈ្មោះថាកូប៉ាំងនេះបងប្អូនអញ្ចឹងយើងចូលទៅក្នុង app កូប៉ាំងទាំងអស់គ្នាហ្នឹងហើយបងប្អូនក្រោយពេលដែលយើងចូលដល់ app កូប៉ាំងគឺយើងឃើញទម្រង់ផ្ទាំងវាបែបហ្នឹងហើយនៅក្នុងនេះគឺជាភាសាកូរ៉េយកតែមានភាសាអង់គ្លេសទេបងប្អូនប៉ុន្តែទោះបីកូរ៉េក៏ដោយក៏អត់មានបញ្ហាដែរបងប្អូនចង់បានផលិតផលអីបងប្អូនអាចវាយផលិតផលនោះជាឈ្មោះភាសាអង់គ្លេសឧទាហរណ៍ថានេះខ្ញុំចង់ search ផលិតផល product របស់ក្រុមហ៊ុន Nature Republic អញ្ចឹងនេះខ្ញុំវាយមកនេះវាលោតហើយអញ្ចឹងបងប្អូនជ្រើសរើសមកយើងមាន product ផលិតផលជាច្រើនដែលជា brand Nature Republic ឥឡូវនេះខ្ញុំជ្រើសរើសកន្លែងនេះគឺ aloe vera gel យើងអាចចូលមើលទាំងអស់គ្នាថាតើយើងមានអ្វីដែលត្រូវសំខាន់ដែលយើងត្រូវចង់ដឹងទៀតចឹងក្រោយពីពេលដែលយើងចូលទៅហើយវានឹងលុបទាំងបែបនេះតែបងប្អូននេះវាទាយើង log in ណាអញ្ចឹងយើងកុំ log in អីយើងយកពាក្យថា cancel ចឹងនៅក្នុងនេះយើងមានចំណុចសំខាន់ពីរដែលបងប្អូនត្រូវស្គាល់ត្រូវមើលចឹងចំណុចទី1កន្លែងនេះបងប្អូនសង្កេតមើលថាតើជារូបរាងlogo Nature Republic ដែរទេហើយនេះតើពិតដោយសារអ៊ីនធឺណិតខ្ញុំវាខ្សោយដល់ចឹងទៅវាអត់ឃើញតើពិតវាត្រូវមានវងពណ៌ខ្មៅមួយប្រើសញ្ញា critic ដើម្បីបង្ហាញថាកន្លែងហ្នឹងគឺជា official website របស់ brand Nature Republic ហើយកាលណាយើងទិញយើងត្រូវ check កន្លែងហ្នឹងដែរបងប្អូនបើសិនជាវាមិនជា official website ទេយើងអាចប្រឈមនឹងបញ្ហាផលិតផលតកតងមួយគុណភាពអីអញ្ចឹងទៅបើសិនជាយើងទិញពី page ផ្លូវការឬក៏ website ផ្លូវការយើងទុកចិត្តបានថាជាផលិតផលស្តង់ដារតាមក្រុមហ៊ុនហើយធានាបានសុវត្ថិភាពគុណភាពអញ្ចឹងបងប្អូនកលិចមកខាងនេះគឺចំនួនអ្នកទិញមាន294នេះហើយ5ផ្កាយទទួលបាន 5 star ហើយយើងមើលទាំងអស់គ្នានេះបងប្អូនយើងអាចចូលបន្ថែមនៅកន្លែងនេះពីព្រោះកន្លែងនេះគឺជាកន្លែងដែល review នេះគឺជារូបភាពដែលគាត់បានទិញតំណែងរួចរាល់គាត់ថតដើម្បី feedback ហើយយើងអ្នកដែលអត់ទាន់ទិញយើងអាចចូលមើលកន្លែងហ្នឹងដើម្បីមើលទម្រង់ហើយនឹងសាច់លេឬក៏អំពីវត្ថុដែលជា feedback ផ្ទាល់របស់អ្នកទិញបងប្អូនអញ្ចឹងយើងចេញមកវិញនេះបងប្អូនចឹងយើងចូលទៅមើល official website របស់ Nature Republic តិចថាតើមាន update ផលិតផលថ្មីអីទៀតដែរទេចឹងក្រោយពេលដែលយើងចូលមកដល់ហើយបងប្អូនវាលោតផ្ទាំងអញ្ចឹងនេះ Nature Republic Brand Store Nature Republic Page ផ្លូវការអញ្ចឹងយើងមើលមកបងប្អូនមានផលិតផលជាច្រើនហើយនេះបងប្អូនឃើញក្រហមហ្នឹងនេះក្នុងថ្ងៃហ្នឹងឬក៏ប្រហែលថ្ងៃមួយអាទិត្យអីចឹងទៅគឺមានការលក់ចុះតម្លៃបងប្អូន big sale អីផ្សេងអញ្ចឹងឧទាហរណ៍ដូចផលិតផលនេះយើងមើលមកអញ្ចឹងដោយផលិតផលមួយនេះជាប្រភេទ sun stick សម្រាប់លាការពារកម្ដៅថ្ងៃអានេះតម្លៃពេញវា 25,900 វ៉ុន discount 52% នៅសល់តែ12,250 វ៉ុននេះបងប្អូនបើសិនជាយើងគិតដុល្លារអាចថាចន្លោះក្រោម$10បន្តិចឬក៏$10ឬ$10លិនតិចអាស្រ័យទៅលើ rate ដែលយើងដូរជាក់ស្ដែងណាបងប្អូនហើយនេះគឺច្រើនណាស់បងប្អូន discount ហើយនៅប្រទេសកូរ៉េជាទូទៅអីវ៉ាន់អីហ្នឹងតកតងជាមួយនឹងសម្រាប់អីហ្នឹងក៏ discount ក្នុងមួយឆ្នាំក៏មិនតិចជាង2ដងដែរបងប្អូនអញ្ចឹងបើសិនជាបងប្អូនអាចទិញបានតែខ្លួនឯងគឺយើងមានជម្រើសយើងអាចទិញរបស់ប្លែកផ្សេងដែលយើងអត់ធ្លាប់ស្គាល់ហើយមួយទៀតគឺយើងអាចទិញចំឱកាសដែលគេ discount យើង sale បានច្រើនបងប្អូនហ្នឹងហើយអញ្ចឹងនេះតកតងជាមួយនឹងតកតងជាមួយនឹងអីវ៉ាន់នៅក្នុង website បាទ Nature Republic ហើយបងប្អូនដឹងហើយអីវ៉ាន់ cosmetic កូរ៉េគឺទទួលស្គាល់លំដាប់ពិភពលោកហើយវាជាប្រភេទ cosmetic ដែលមានបញ្ហាប៉ះពាល់ដល់សុខភាពអីហ្នឹងវាមានកម្រិតនៃការត្រួតពិនិត្យវាខ្ពស់ណាបងប្អូនអញ្ចឹងគឺយើងអាចទុកចិត្តបានហើយមួយទៀតវាមានច្រើន brand ណាបងប្អូនមិនមែនជា Nature Republic តែមួយទេគឺយើងមានច្រើន brand មែនទែនដូចជា The Face Shop Edit Her
Innisfree សូវ៉ាសូហើយយើងមានផ្សេងច្រើនទៀតបងប្អូនរៀបរាប់អស់ទេ CCE Romandy អីផ្សេងអញ្ចឹងនេះខ្ញុំបញ្ជាក់បន្តិចការដែលយើងចូលមកនេះគឺយើងគ្រាន់តែធួឬក៏យើងចូលមើលឲ្យស្គាល់អំពីការរបៀបស៊ើចរកផលិតផលឬក៏អីវ៉ាន់ផ្សេងនៅក្នុងកំប៉ាំងឯងបងប្អូននេះខ្ញុំអត់ទាន់បាននិយាយអំពីតកតងនឹងការ ship អីវ៉ាន់មកខ្មែរទេអញ្ចឹងអីវ៉ាន់ឬក៏ app ក្រុមហ៊ុននៅប្រទេសកូរ៉េមួយចំនួនគឺគាត់មិនទាន់មានសេវាកម្មដឹកជញ្ជូនមកខ្មែរបងប្អូនអញ្ចឹងដើម្បីចង់ទិញអីវ៉ាន់ទាំងអស់ហ្នឹងមកខ្មែរគឺយើងត្រូវការទីភ្នាក់ងារកដាលមួយទៀតដើម្បីគាត់ទិញស្តុកនៅកូរ៉េយើងប្រើប្រាស់សេវាកម្មគាត់ទិញស្តុកនៅកូរ៉េរួចហើយគាត់នឹងដឹកជញ្ជូនអីវ៉ាន់នឹងមកខ្មែរមកដល់ខ្មែរទៅគាត់ចែកចាយមកដល់ដៃរបស់អ្នកអតិថិជនដែលកំងពីខ្មែរបងប្អូនអញ្ចឹងគឺសម្រាប់វីដេអូក្រោយនាងខ្ញុំនឹងបង្ហាញបងប្អូនតកតងអំពីបទពិសោធន៍ដែលនាងខ្ញុំធ្លាប់បានទិញផ្ទាល់ពីអីវ៉ាន់កូរ៉េเพจដែលនាងខ្ញុំធ្លាប់ទិញនាងខ្ញុំនឹងចែកម្លែកបងប្អូនអូខេថ្ងៃនេះសូមអរគុណបងប្អូនដែលបានចូលរួមតាមដានអរគុណច្រើនមែន